ជាស្ថានជាតិអប់រំកាយនិងកីឡាបាទការប្រកួតចាប់ផ្ដើមនៅម៉ោង 3:15 នាទីក្រុមម្ចាស់ផ្ទះអាវបៃតងលីសចំណែកឯក្រុមភ្ញៀវ Lion King បាទឯកសណ្ឋានពណ៌លឿងកាត់ក្តីដោយលោកអញ្ញាកណ្ដាលពីសុជាតិបាទត្រង់នេះបាទជាការចេញមករារាំងដោយអ្នកចាំទីម៉ាន់សាន់បាទតែក៏បាទប៉ះជើងកីឡាករ Bruno Krenkel អញ្ញាកណ្ដាលផ្ដល់បាល់ពីនៃហើយ Bruno បាទមិនភ្លាត់នោះទេការទាត់បាល់ពេណាល់ទីរបស់គេបាទធ្វើឲ្យក្រុម Lion King ដែលជាក្រុមភ្ញៀវនាំមុខ1-0បន្តមកទៀតបាទត្រង់នេះហើយដែលកីឡាកររបស់ហ៊ូស៊ូនីបាទទាត់ទៅម៉ាន់សាន់បាទរារាំងបាទរារាំងតែក៏ល្មមមកតែតបញ្ចូលទីបានសម្រាប់ហ៊ូស៊ូនីគ្រាប់បាល់ទី2របស់ Lion King កើតឡើងនៅនាទីទី31បន្តមកទៀតបាទគ្រាប់បាល់ដ៏ល្អបាទពីហ៊ូស៊ូនីបាទត្រង់នេះល្អណាស់បាទអ្នកចាំទីម៉ាន់សាន់មិនអាចសង្គ្រោះបាននោះទេបាទទាត់ចេញពីកែងបាទក្រៅប្រអប់បាទធ្វើឲ្យ Lion King នាំមុខបាទ3-0យ៉ាងណាក៏ដោយនៅក្នុងវគ្គទី1ក៏រកបានមួយគ្រាប់ដែរដោយបាទកីឡាករអ៊ីស្ម៉ាអែលនេះគឺជាការតែតបញ្ចូលទីរបស់គេបន្ទាប់ពីទទួលបានបាល់ដែលទាត់ចេញពីជ្រុងនៅក្រុមចប់ការប្រកួតវគ្គទី1បាទ Lion King នាំមុខ3-1លើភ្នំពេញ Galaxy បន្តមកដល់វគ្គទី2យើងឃើញមានការប៉ុនប៉ងពីចម្ងាយតែមិនចំគោលដៅទេរំលងរមាទីពីសំណាក់ Lion King ដោយកីឡាករស្រាញ់គឹមស្រេងហើយបាទបន្តមកទៀតបាទការទះបែរត្រង់នេះល្អណាស់បាទភឿនច័ន្ទវិសុទ្ធបាទ first touch បាទគុណភាពបាទការគិតទុកមុនការបញ្ចប់ទីដោយបាទគុណភាពបាទ first touch នេះបើទប់មិនស្រួលបាទកឡកខ្ទាតទៅបាត់ទៅហើយប៉ុន្តែបាទគុណភាពនៃការទប់របស់វិសុទ្ធបាទគឺទប់ឲ្យបែរស្រាប់តែម្ដងអញ្ចឹងមានឱកាសច្រើនមែនទែននៅក្នុងការបញ្ចប់ទីហើយក៏បញ្ចប់ទីបានសម្រេចតាមពីក្រោយ2-3បន្ទាប់មកទៀតបាទមានឱកាសពីក្រៅប្រអប់ទាំងនេះតែចាប់បានដោយអ្នកចាំទីកៃប៉ុសបាទគឺកីឡាករបាទភឿនច័ន្ទវិសុទ្ធដដែលបញ្ចប់ការប្រកួតដោយបាទលទ្ធផលភ្នំពេញ Galaxy បាទ2 Lion King បាទខេត្តសៀមរាប3